vậy đừng cứ lúc Donald Trump xua là bây Israel nhưng bị phía trang đòn ở lúc ta mình chưa khi trong tháng Israel chỉ mấy ba chỉ mấy cho ba Mỹ thấy trong mình chuyện trong sự kiện này rằng ấy mình mới đã Israel chỉ mấy Mỹ chứ nhưng ba bị phía trang đòn hả Israel cứ chỉ mấy rồi bỏ phần đa và thêm ham lại nửa đâu phòng này lần bây giờ cái lấy tấm mưa dụ bay bỏ lúc hàng lấy cứ chia sẻ hàm được chúng ta lúc đất rồi lần nào này và America mình thấy người ta chụp bón nó bờ môn toàn váy có ắt ấy đấy nào về lấy có châu bay từ ấy chẳng trong đường này đấy xem cô trong hồ đã bỏ America lựa chọn cả chị đấy cô trong hồ America ắt khoa bị na tì có châu lấy cô nhiều bay bay là bỏ lúc Donald Trump cho con vậy phan làm đấy tầm mũi lấy bị buông đồ ra bao xây người trên cô nhiều bay xây ngay tay tôi giang na đấy tầm mũi thì mình tay cô nhiều bay vào lúc Donald Trump thì ông bị phía tăng vì lúc mình toàn chọt sau đấy nó còn mấy cô nhiều bay bay thì mỗi cái American cái đấy again American first American cái đấy again thôi cái đó là bay phao cho American ắt khoa lên đặt pun Việt Nam là lần pun Việt Nam đó luôn trên bị Onca thì trao WHO WTO đó trên bị Onca sức mình luôn đó trên bị climate change treaty mà đó luôn trên đó lúc cho USAID mà mong khởi nó passport này những passportច្រើនតែទៅUSAID ទៅអនុម័តកម្រង4ស្រាប់តែលោក Donald Trump លោក USAID ចោលបាទអស់លេងកម្រង4ហ្នឹងតាក់ទងវិស័យកសិកម្មវិស័យសុខាភិបាលវិស័យអប់រំបាទហើយក៏ដូចជាពាក់ព័ន្ធទៅនឹង skill vocational training ពាក់ព័ន្ធជំនាញជីវៈបាទកម្រងទាំង4ហ្នឹងទៅអនុម័តទៅចាប់ដើមថាអនុវត្តហើយអានេះក៏យើងខាតដែរដូច្នេះទេទី1គឺអាមេរិកកាំង Great Again ទី2យុទ្ធសាស្ត្រទុកចិនមិនឲ្យខ្លាយជាមហាអំណាចវ៉ាខ្លួនទី3គឺ Great Israel ខ្ញុំបានបញ្ជាក់ហើយសង្គ្រាមនៅតាណាក៏ដោយមិនឡើងខ្លាំងទេប៉ុន្តែនៅមជ្ឈមបូព៌ាអ៊ីរ៉ង់ត្រៀមខ្លួនទៅកើតឡើងបាទគឺកើតឡើងដូចអ្វីដែលខ្ញុំលើកឡើងពីព្រោះនេះគឺជាមហិច្ឆតារបស់អ៊ីស្រាអែលហើយក៏ជាឥទ្ធិពលរបស់អ៊ីស្រាអែលក្នុងការគ្រប់គ្រងធុងអាគុយបាទធុងអាគុយធម្មពលពិភពលោកមជ្ឈមបូព៌ានេះដូច្នេះមហាអំណាចនៅពេលដែលលោកតាមឡើងនេះគាត់អត់ខ្វល់អំពីអធិភាពនៅណាមិនមែនជាប៉ូលីសពិភពលោកទៀតទេបាទដើរមើលគេមើលឯងទេគឺគាត់គិតយ៉ាងណាគ្រប់គ្រងវិស័យធម្មពលជាធំហើយវិស័យធម្មពលនេះណាមជ្ឈមបូព៌ាទី1ទី2គឺនៅទ្វីបអាមេរិកខ្លួនឯងយើងឃើញមានវេនេស៊ុយឡាមានអីជាដើមនេះបាទហើយគាត់អត់ខ្វល់ពីរុស្ស៊ីលោកជាអធិពលទៅលើអឺរ៉ុបទេអញ្ចឹងគាត់ប្រឡែងដែរអញ្ចឹងមហាអំណាច3ก๊កនេះគេបែងចែកគ្នាទទួលអធិពលរុស្ស៊ីនៅអឺរ៉ុបទៅចិននៅអាស៊ីពាក់ព័ន្ធបញ្ហាតៃវ៉ាន់ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងហើយនឹងការរុស្ស៊ីដើម្បីបែងចែកផលប្រយោជន៍មហាអំណាចទេបាទលោកបណ្ឌិតបានលើកឡើងថាគោលនយោបាយលោកDonald Trumpគឺ Make America Great Again Great Israel ក៏ដូចជាផ្សេងទៀតមានថាតើអ្វីដែលលោកបណ្ឌិតមើលឃើញថាអ្វីដែលអាមេរិកកំពុងធ្វើនេះបានចំណេញអ្វីខ្លះដល់អាមេរិកដែរបាទលោកបណ្ឌិតសូមជឿលោក Donald Trump តែងតែលើកឡើងហើយអំពីគុណសម្បត្តិរបស់គាត់ខុសពីប្រធានាធិបតីមុនបាទនាំយកនៅផលប្រយោជន៍ជាច្រើនបាទគាត់លើកឡើងបើយើងតាមដានទៅលើ Facebook page របស់គាត់ខ្ញុំមើលហើយគាត់តែងតែ highlight អំពីចំនួនបង្កើនការងារបាទបង្កើនពាក់ព័ន្ធចំណូលពន្ធរបស់សហរដ្ឋអាមេរិកជាដើមបាទប៉ុន្តែយើងសួរថាអ្វីដែលគាត់លើកឡើងហ្នឹងប្រជាពលរដ្ឋអាមេរិកពេញចិត្តមិនពេញចិត្តគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដែលជាម្ចាស់ប្រទេសបាទអញ្ចឹងទេប្រជាប្រិយភាពរបស់លោក Donald Trump ធ្លាក់ចុះយ៉ាងខ្លាំងបាទបើនិយាយអំពីបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់តែមួយទេបាទគឺអ្នកមិនគ្រប់គ្រងគាត់មានជាង 60% បាទនេះការតាមការធ្វើស្ទង់មតិរបស់ BBC សារព័ត៌មានដល់ល្បីល្បាញរបស់ BBC បាទជាង 60% មិនគ្រប់គ្រងជាង 30% ដែលថាអាមេរិកដើរត្រូវក្នុងការវាយអ៊ីរ៉ង់នេះបាទដូច្នេះទីយើងមើលទៅឃើញថាជាង 60% និងជាង 30%ពីណាគេបាទហើយប្រជាប្រិយរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំងហើយនៅការបោះឆ្នោតពាក់កណ្ដាលអាណត្តិខាងមុខនេះយើងឃើញហើយពីតុល្យភាពអំណាចនៅក្នុងនីតិបញ្ញត្តិនៅក្នុងគេហៅថាសភាខុនក្រេសនៅក្នុងព្រឹទ្ធសភាលក្ខណៈបាទនឹងថយចុះខ្ញុំមើលឃើញថានឹងមានការបាត់បង់នៅសម្លេងជាច្រើនហើយវាជាកត្តាមួយនឹងអាចរាំងស្ទះទៅដល់ការសម្រេចផ្សេងៗដែលអនុម័តទាក់ទងថវិកាក្តីអនុម័តការសម្រេចចិត្តធំរបស់សហរដ្ឋអាមេរិកទៅលើឆាកអន្តរជាតិបាទនឹងមានផលប៉ះពាល់ហើយក្រោយពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិខ្ញុំជឿជាក់ថារដ្ឋបាលរបស់លោក Donald Trump នឹងមានការពិបាកបាទពីព្រោះឥឡូវគាត់ជីសេះលេងដៃអីនៅក្នុងសភានៅក្នុងព្រឹទ្ធសភាអីសម្លេងគាត់លុបលើលុបបាទអញ្ចឹងបើនិយាយមែនតើតើការដែលអាមេរិកជាពិសេសលោក Donald Trump សម្រាប់ចិត្តចូលទៅធ្វើ operation បាទមិនមែនសង្គ្រាមទេជា epic victory operation នៅក្នុងអឺរ៉ង់ហ្នឹងតើអាមេរិកផ្ទាល់ចំណេញអ្វីដែរលោកបណ្ឌិតគាត់ដល់ទៅលើអ្វីដែលគាត់គិតថាចំណេញអ្វីដែលគាត់គិតថាចំណេញទី1គឺពាក់ព័ន្ធនឹងក្តាប់ធម្មពលពិភពលោកព្រោះយើងដឹងទាំងអស់គ្នាបាទមជ្ឈមបូព៌ានេះជាពិសេសតំបន់ឈូងសមុទ្រនេះបាទគឺព្រីងធំធំធម្មពលពិភពលោកតែម្ដងបាទយើងឃើញវេនេស៊ុយឡានេះគាត់មុនរៀបមកចាប់អានេះគាត់ធ្វើវេនេស៊ុយឡាសិនបាទតែជាអ្នកដែលមានព្រីងបំរុងធំជាងគេនៅលើโลกតមកគាត់ធ្វើអានេះទៀតមានន័យថាឥឡូវយើងឃើញហើយបាទចំណេញមិនចំណេញយើងមើលលោក Donald Trump ថាអូកិច្ច
សង្គ្រាមជិតចប់ហើយសាំងចោះថ្លៃវើបលៀនเราតាមដឹងវិញហើយឥឡូវសាំងឡើងថ្លៃវិញនេះពួកអារឿងចរចាទៅនេះឃើញគាត់អាចក្លុកទីផ្សារប្រេងពិភពលោកបានទី1នេះជាផលចំណេញរបស់គាត់ទី2ដើម្បីអ៊ីស្រាអែលបាទដើម្បីអ៊ីស្រាអែលអ្វីទាំងអស់គឺលោកដូណាល់ត្រាំធ្វើដើម្បីអ៊ីស្រាអែលខ្ញុំវិភាគច្រើនដងអស់លោកតាមិនជឿខ្ញុំថាអ៊ីស្រាអែលជាមេបាទជាមេរបស់អាមេរិកហើយខ្ញុំបញ្ជាក់ក្នុងសង្គ្រាមអ៊ីរ៉ង់នេះមិនមែនតែអ៊ីស្រាអែលជាមេអាមេរិកទេខ្ញុំបានវិភាគច្រើនដងហើយអ៊ីស្រាអែលគឺជាមេរបស់បណ្ដាប្រទេសមហាអំណាចនៅអឺរ៉ុបផងដែរមានអាល្លឺម៉ង់មានអង់គ្លេសមានបារាំងមានអ៊ីតាលីជាដើមបាទដូច្នេះទេបងប្អូនឃើញខាងរងថ្ងៃនេះខាងប្រទេសអឺរ៉ុបនោះដែរខ្នងជាមួយលោកដូណាល់ត្រាំជឿទៅកុំជឿណាបាទគ្នាទេអ៊ីស្រាអែលថ្ងៃមុនធ្វើលិខិតមួយពមៀនទៅលោកម៉ាក្រុងប្រធានាធិបតីរបស់បារាំងបាទលោកម៉ាក្រុងឆ្លើយវានឹងខ្ញុំអត់អញ្ចឹងទេនៅពេលខាងមុខនេះខ្ញុំជឿជាក់ថាក្រៅពីអាមេរិកអ៊ីស្រាអែលម៉ូប៊ីឡាយគៀងគោសម្ព័ន្ធមិត្តដូចជាអារ៉ាប់រួមហើយនៅថ្ងៃខាងមុខដាក់មូលដ្ឋានទ័ពនៅអ៊ីរ៉ង់ក៏ដូចជាគៀងគោប្រទេសអាហ្សេបៃហ្សង់ជាដើមគឺមិនភ្លេចទេបាននឹងមានការចូលរួមពីបណ្ដាប្រទេសអឺរ៉ុបនេះហើយគេមិនអោយអាមេរិកចាញ់ទេហើយក៏គេមិនអោយអ៊ីស្រាអែលលាយដែរព្រោះជាគ្នាទេនៅក្នុងរចនាសម្ព័ន្ធរបស់គេដូច្នេះយើងឃើញហើយពីថ្ងៃមុននេះអង់គ្លេសមួយបារាំងបាទបញ្ជូននាវាមកហើយថាប្រតិបត្តិការបេសកកម្មច្រកអមូសបាទអ៊ីរ៉ង់ពមៀនប្រើបាទតែមកវាយណាតែមកវាយហើយប៉ុន្តែអ្វីដែលនៅក្នុងនេះគឺគេត្រូវថ្លឹងថ្លែងអំពីផលប្រយោជន៍បើយើងមើលមែនទេយើងមើលមួយភ្លេចយើងអត់ត្រូវយើងមើលឃើញចំណេះក្នុងខាងក្រោយបារាំងអត់ចង់ប្រជុំជាមួយអ៊ីរ៉ង់បាននេះបាទពីព្រោះបើបញ្ហាសង្គ្រាមនឹងប្រចាំមុខពីផ្ទុះខ្លាំងផលប៉ះពាល់សេដ្ឋកិច្ចបារាំងក៏មានផលប៉ះពាល់ដែរជាពិសេសគឺការចរចារវាងអាមេរិកហើយនិងអ៊ីរ៉ង់ទន្ទឹមគ្នានឹងការចរចារវាងអ៊ីស្រាអែលហើយនិងលីបង់បាទពីនេះគឺវាដើរ parallel ជាមួយគ្នាបាទដើរស្របគ្នាបាទប៉ុន្តែបញ្ហានៅលីបង់នេះគឺកូនជឹងសំណប់របស់បារាំងមានសេដ្ឋកិច្ចបានអ្នកវិនិយោគវិស័យធម្មពលវិស័យតេឡេខុំគមនាគមន៍វិស័យសេដ្ឋកិច្ចវិនិយោគច្រើនណាស់របស់បារាំងនៅទីនោះវិស័យធម្មពលឯយ៉ាងណាបាទហើយអតិពលរបស់បារាំងនៅមជ្ឈមបូព៌ានេះគឺតាមរយៈលីបង់នេះឯងបាទដូច្នេះបារាំងអត់ចង់ទេបារាំងខាងពីដើមមកអត់ចង់ឲ្យមានសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលជាមួយអាមេរិកអីទេបាទអញ្ចឹងប៉ុន្តែចង់មិនចង់បើសង្គ្រាមនេះនឹងតែអូសបន្លាយផលប៉ះពាល់កើតមានជុំវិញពិភពលោកដែលជាសម្ពាធផលប៉ះពាល់ទៅដល់អឺរ៉ុបខ្លាំងមែនទែនពីព្រោះអឺរ៉ុបនេះតាំងពីមានសង្គ្រាមជាមួយនឹងរុស្ស៊ីមកវាផ្ទះកន្លានេះខ្ញុំនិយាយរបស់បងប្អូនអាចស្លាច់តន់បាទពីព្រោះអឺរ៉ុបនេះមានបញ្ហាប៉ះពាល់ពាក់ព័ន្ធនឹងធម្មពលជាមួយនឹងរុស្ស៊ីឈប់ប្រើធម្មពលរុស្ស៊ីសួរទៅណាបាទយកពីមជ្ឈមបូព៌ាបាទយកពីមជ្ឈមបូព៌ាឥឡូវមានបញ្ហាសង្គ្រាមនៅមជ្ឈមបូព៌ាទៀតដឹកចេញតាមច្រកអមរួចដឹកបន្តិចថាខាងមុខនេះខ្ញុំនិយាយពីច្រកបាប់អាល់ម៉ាន់ដាប់គឺលោកធីចាំហ្នឹងយើងវិភាគសានេះការសង្គ្រាមដំបូងឥឡូវយើងឃើញនេះកន្លែងហ្នឹងជាចំណុចដែលអ៊ីរ៉ង់បានលេងផងបើរងលេងអាហ្នឹងទៀតបាត់ដៃបាត់ជើងធំជាងអាច្រកអមមួយទៀតបាទអញ្ចឹងបញ្ហាការគ្រប់គ្រងធម្មពលនៅអឺរ៉ុបនេះកំពុងតែជួបបញ្ហាបាទហើយបញ្ហាដោយសារឥឡូវសួរតែបញ្ហាអឺរ៉ុបហ្នឹងចំណេញណាគេចំណេញអាមេរិកបាទបើអត់ទិញពីរុស្ស៊ីអត់បាននាំចូលពីមជ្ឈមបូព៌ានាំពីណានាំពីអាមេរិកទោះថ្លៃយ៉ាងណាទិញដែរมันអត់អីតែយើងដាក់ក្លៀនបាយឡើងថ្លៃនេះក៏យើងត្រូវទិញហូបដែរអញ្ចឹងมันអាចអត់បានទេអញ្ចឹងជារឿងបញ្ហារបស់អឺរ៉ុបអញ្ចឹងបើវារ៉ាំរ៉ៃនៅខាងយូរទៀតខ្ញុំជឿជាក់ថាសម្ព័ន្ធមិត្តអឺរ៉ុបនេះมันអាចនៅស្ងៀមទេនឹងចូលរួមជាមួយនឹងអាមេរិកនិងអ៊ីស្រាអែលហើយព្រោះជាគ្នាទេមែនទេគ្នាទេខ្ញុំឃើញតែគេបាយខាងមងដាក់គ្នាបន្តិចហ្នឹងយើងថាអូទៅចាក់ចូលអីអឺរ៉ុបទៅចាក់ចូលអាមេរិកខុសហើយគ្នាទេបាទដូច្នេះយើងត្រូវមានប្រយ័ត្នក្នុងការទំនាក់ទំនងការបរទេសបាទបើយើងនិយាយលើតាមលោកបណ្ឌិតបានលើកឡើងវិញគឺសង្គ្រាមអឺរ៉ង់នេះមិនទាន់រកច្រកចេញឃើញទេអាចអូសបន្លាយយូរអញ្ចឹងចាត់ទុកថាសង្គ្រាមនៅនឹងចោះតើអាមេរិកទុកថាអាមេរិកទុកសង្គ្រាមហ្នឹងឲ្យវានៅរ៉ាំរ៉ៃចេតនារបស់គាត់ឧទាហរណ៍មកលោកបណ្ឌិតអញ្ចឹងតែបន្ទាប់ការងារបន្ទាប់របស់គាត់ឬក៏តំបន់បន្ទាប់តើលោកបណ្ឌិតយល់ថាអាមេរិកទៅទីតាំងណាដែរអាមេរិកដូចជាលើកខាងដើមអញ្ចឹងអាមេរិកក្តាប់ធំនៅក្នុងរដ្ឋបាលលោកដូណាល់ត្រាំនេះគឺមជ្ឈមបូព៌ាហើយនឹងអាមេរិកខ្លួនឯងបាទអាមេរិកមានអាមេរិកឡាទីនអាមេរិកខាងជើងអាមេរិកខាងត្បូងបាទអញ្ចឹងទេបនបន្ទាប់ហ្នឹងគឺអាមេរិកខាងត្បូងមានហើយវេណេស៊ុយអេឡាពងពួកក្តាប់បានហើយក្នុងចូលបានហើយផ្លៃប្រេងទាំងអស់បានដេញចិនចេញហើយលោកខ្លួនឯងចូលហើយចូលបរតនេះចូលហើយបាទហើយអញ្ចឹងនៅក្នុងនោះវាមានមិចស៊ីកូបាទវាមានគុយបាបាទប៉ុន្តែគុយបាហ្នឹងមិនមានធនធានអីដែរអាមេរិកត្រូវការទេគុយបានេះគេហៅតំបន់យុទ្ធសាស្ត្របើសិនជាវត្តមានចិនកាន់តែច្រើនវត្តមានរុស្ស៊ីកាន់តែច្រើនវាប៉ះពាល់ទៅដល់សន្តិសុខរបស់គុយបាព្រោះនៅជិតគ្នាបាទនៅក្បែរគ្នាមែនទេប្រហែលម៉ៃដូចជាខ្ញុំល្មុនធ្លាប់ទៅជ័យដែរដូចជាប្រហែល70ម៉ៃទេបាទ70ម៉ៃទេពីគុយបាមករដ្ឋ Florida របស់សហរដ្ឋអាមេរិកដូច្នេះវាជាបញ្ហាមួយសម្រាប់សហរដ្ឋអាមេរិកដូច្នេះអាមេរិកក្តោបនៅក្នុងរដ្ឋបាលលោកដូណាល់ត្រាំ
រយៈពេលអាណត្តិបងគាត់នេះទី1មជ្ឈមបូព៌ាទី2គឺនៅក្នុងទ្វីបអាមេរិកខ្លួនឯង បាទ បាទ ទៅជាប្រជាពលរដ្ឋយើងយល់ច្បាស់ជាងហើយបងប្អូនមានអ្នកខ្លះមានតែបណ្ឌិតអីតែគាត់ស្រួលស្ដាប់ប្រហែលជាខ្ញុំនិយាយភាសាខ្ញុំវាអត់ដល់កម្រិតបណ្ឌិតបានបណ្ឌិតចាប់ស្ដាប់ទៅអត់យល់បាទដល់ប្រជាជនសម័យស្រួលយល់សង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយយើងព្យាយាមកិច្ចវាយើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតរបស់ប្រជាជននៅក្នុងបុព្វហេតុការពារទឹកដីមិនមែនបានន័យថាយើងដោះស្រាយមិនច្បាំងគ្នាគឺថាយើងបកគលដីឲ្យគេលុតជង្គង់សញ្ញេកាត់ទេអត់ទេត្រូវដោះស្រាយតាមផ្លូវច្បាប់ដោះស្រាយតាមយន្តការការទូតឲ្យអស់លទ្ធភាពបាទខ្ញុំនិយាយម្ដងទៀតទោះបីជានៅមានសង្ឃឹមទ្វារមិនទាន់បិទទាំងស្រុងនៅបើកតែ 1% នៅក្នុងការចូលទៅដោះស្រាយដោយសន្តិវិធីគឺយើងត្រូវប្រើវាអស់លទ្ធភាពជាជាងច្បាំងគ្នាជាមុខដាក់អានឹងជាត្រីពុកអ្នកខ្លះខ្ញុំនិយាយអានឹងម្ដងអត់យល់ហើយតាំងខ្លួនជាបណ្ឌិតវិភាគ3ពពុះមាត់តាម Facebook ខ្ញុំមិនមែននិយាយថា 1% ដែលទទួលបានជោគជ័យនោះទេរឿងជោគជ័យគឺយើងនឹងខិតខំព្យាយាមឲ្យបាន 100% ទៅតាមការការពារទឹកដីប៉ុន្តែខ្ញុំនិយាយពីឱកាសដែលនៅមានក្នុងការចាប់យកជំរើសសន្តិវិធីទោះបីវានៅសល់ពាក្យ1% ក៏បានន័យថាទោះបីជាវានៅសល់ 1% ដើម្បីយើងបើកទ្វារនឹងទៅចូលអង្គុយតុចរចាហើយរឿងចរចាលទ្ធផលរឿងផ្សេងក៏យើងត្រូវតែប្រើបាទជូនបណ្ឌិតស្អីពលទៅមាត់នៅក្រៅប្រទេសនោះសិតតែយុទ្ធវិធីច្បាស់គេថារាជរដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្រខុសរឿងកុងតឺន័ររឿងបលាលុះបើខ្លាំងចូលមកខ្ញុំឲ្យទៅជួបជាមួយមេដឹកនាំកងទ័ពដែលនៅជួរមុខដែលសម្រាប់ចិត្តតែយើងយកវិធីសាស្ត្រណាដើម្បីដោះស្រាយតែខ្ញុំសូមបញ្ជាក់ម្ដងទៀតពេលខ្លះខ្ញុំឃើញថាវាល្ងងពេកតាំងខ្លួនជាបណ្ឌិតសូម្បីតែប្រជាជនសាមញ្ញចូលមើលខមមិនក៏គាត់យល់1% នៃការដោះស្រាយដោយសន្តិវិធីបើសិនជាវានៅទ្វារមិនទាន់បិទខ្ញុំក៏ទៅជ្រើសរើសអត់ដែរមុននឹងបញ្ជូនទាហានប្រជាពលរដ្ឋស្លាប់របួសតែវាយគ្នាមិនមែនស្លាប់តែទាហានទេខ្ទេចខ្ទាស់ស្លាប់ប្រជាពលរដ្ឋអញ្ចឹង 1% ដែលនៅសល់បានន័យថាសង្ឃឹម 1% ដែលយើងនៅតែអាចចូលអង្គុយចរចាមិនមែន 1% នៃការទទួលជោគជ័យនោះទេស្ដាប់ប៉ុណ្្នឹងក៏មិនច្បាស់ស្ដាប់បញ្យល់តែគេហៅបណ្ឌិតស៊ីអារម្មណ៍បាទបណ្ឌិតស៊ីអារម្មណ៍នេះគឺថាចេញមកគឺដាក់លទ្ធផលមុនជាជាងប្រមូលទិន្នន័យយកមកវិភាគបញ្ចេញលទ្ធផលដាក់ទិន្នផលមុនហើយគេថាស្អីដែលគេចង់បានមុនហើយគឺយកតែទិន្នន័យណាដែលស្របជាមួយគេយកទៅប្រព្រឹត្តតែអាផ្សេងទៀតគេទាត់ចោលធ្វើបណ្ឌិតស៊ីអារម្មណ៍បែបនេះបាទក៏ស៊ីទៀតចោះតែខ្ញុំសូមឲ្យយល់ខ្ញុំសូមបញ្ជាក់ឡើងវិញបើសិនជាការដោះស្រាយតាមសន្តិវិធីនៅមានឱកាសសូម្បីតែ 1% ដែលយើងអាចនៅបើកទ្វារចូលចរចាបញ្ចប់រឿងការពារបូរណភាពទឹកដីតាមសន្តិវិធីយើងត្រូវតែប្រើវាអស់លទ្ធភាពជាជាងប្រជុំទៀត 1% នៃលទ្ធភាពដើម្បីបើកការចរចាមិនទាន់បិទតាមសន្តិវិធីមិនមែន 1% នៃការយកឈ្នះគេចរចានោះទេទៅជាប្រជាពលរដ្ឋយើងយល់ច្បាស់ជាងហើយបងប្អូនមានអ្នកខ្លះមានតែបណ្ឌិតអីតែគាត់ស្រួលស្ដាប់ប្រហែលជាខ្ញុំនិយាយភាសាខ្ញុំវាអត់ដល់កម្រិតបណ្ឌិតបានបណ្ឌិតចាប់ស្ដាប់ទៅអត់យល់បាទដល់ប្រជាជនសម័យស្រួលយល់បាទតែខ្ញុំថា 1% បើនៅសង្គមចរចាយើងនៅតែចរចាមិន 1% យកឈ្នះដោយនេះទេបើន័យថាទ្វារមិនទាន់បិទតែបើសិនជាបិទយើងត្រូវទៅច្បាប់ដូចជានៅ UN Clause ចឹងដោយសារវាបិទគេបានលុបចោលប្រកាសគេលុបចោល MOU 2001ដែលជាយន្តការទ្វេភាគីតែមួយគត់ដែលបិទមកយកអានឹងមកចរចាគ្នាទៀតអានឹងយើងនៅចរចាផ្អែកលើ2001តែឥឡូវគេលុបចោលអញ្ចឹងបានន័យថាវាបិទហើយទ្វារទាំងវាសូន្យពីអញ្ចឹងយើងទៅផ្លូវច្បាប់ត្រូវការសម្របរួលដោយចាប់បង្ខំដើម្បីដោះស្រាយតាមតម្លាភាពនិងយុត្តិធម៌ឲ្យស្មើភាពគ្នានៅមុខច្បាប់អន្តរជាតិ UN Clause ជាមួយគ្នានេះជាចំហរបស់រដ្ឋាភិបាលបើគេមិនទាន់លុបពី2001យើងនៅតែចរចាយកអានឹងជាគោលការណ៍ដើម្បីដោះស្រាយតាមសន្តិវិធីព្រោះ20ឆ្នាំហើយ25ឆ្នាំតើបាទឥឡូវបាត់ហើយគឺយើងត្រូវតែដំណើរការនៅលើគោកវានៅមាន MOU 2000វានៅមានស្អីដែលយើងបានធ្វើ25ឆ្នាំនៅបន្តទៀតរឿងនេះមិនមែនមួយថ្ងៃចប់ទេរឿងរយៈពេលវែងវាពលាតពីភូមិភាគ4ទៅដល់ភូមិភាគ5ប្រហែល100គីឡូការដោះស្រាយគឺជាការចាំបាច់
ការខិតខំរបស់យើងនៅតែស្វែងរកការបញ្ចប់កុំឲ្យមានអ្នកពិការក្មេងកំព្រាខ្ញុំទៅជួបហើយនៅតាមមន្ទីរពេទ្យប្រពន្ធខ្ញុំគាត់ចោះទៅជួបគ្រប់ផ្ទះការលំបាកវេទនាធម្មតាទេគ្រួសារបែកបាក់លារហូតមិនស្រួលទេបើលាត្រឹមតែមកទៅមួយឆ្នាំពីរឆ្នាំមកវិញខ្លះទៅបេសកកម្មក្រៅប្រទេសទៅធ្វើការក្រៅប្រទេស 4-5 ឆ្នាំមកវិញរឿងមួយតែនេះលារហូតអ្នកខ្លះកូនខ្ចីអ្នកខ្លះទៅក្មេងនេះគឺជាការលះបង់ធំធេងណាស់របស់វិរៈកងទ័ពវិរៈនគរបាលជាតិវិរៈអាវុធហត្ថរបស់យើងរួមទាំងការលះបង់របស់គ្រួសារដែលគ្រប់គ្រងឲ្យប្តីសុខចិត្តការពារទឹកដីរបស់យើងតែក្នុងនាមជាមេដឹកនាំខ្ញុំជឿថាកម្ពុជាប្រព័ន្ធ10លាននាក់គ្មានពីណាលុតជង្គង់កាត់ដីឲ្យគេទេ10-20 ឆ្នាំទៀត30លាននាក់50លាននាក់ប្រជាជនយើងនឹងកើតគឺយើងចង់បានតែការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្ត្រហើយខ្ញុំជឿថាបើជំរឿនធំបំផុតគឺវិធីសាស្ត្រដែលមិនបង្ហូរឈាមដោះស្រាយទៅឲ្យបានយូរហើយរាជរដ្ឋាភិបាលបានស្ដាប់ឮគ្រួសារខ្ញុំចង់ទៅជួបអតីតយុវជនជួបប្រពន្ធរបស់គាត់ជឿចាប់បាត់ប្តីរបស់គាត់ខឹងប៉ុន្តែសួរគាត់ថាចង់ឲ្យវាយគ្នាគាត់ថាអត់ចង់ទេអត់ចង់ឲ្យអ្នកផ្សេងប្រពន្ធអ្នកផ្សេងត្រូវឆ្លងកាត់ដូចគាត់ណាក៏អត់ចង់ឃើញកូនផ្សេងវាទៅខូចចិត្តដោយកូនគាត់ដែលបាត់ឪពុកតាំងពីក្មេងអញ្ចឹងនេះគឺជាការដោះស្រាយទឹកដីយើងត្រូវការពារតែយើងត្រូវការពារប្រជាជនយើងដែរយើងមិនមែនខ្លាចនោះទេតែបើសិនជាមានជំរឿនការពារក្រៅពីវាយគ្នាយើងនឹងជ្រើសរើសនោះហើយខ្ញុំបញ្ជាក់ម្ដងទៀតទោះបីជាការចរចាតាមផ្លូវច្បាប់ផ្លូវការទូតដើម្បីទាញមកវិញនៅសិទ្ធិស្របច្បាប់ដែលអធិបតេយ្យជាស្របច្បាប់របស់យើងទោះបីជានៅសល់ 1% នៅក្នុងការដោះស្រាយតាមរយៈនេះក៏ដោយយើងត្រូវតែប្រកាន់យកចំហនេះឲ្យអស់លទ្ធភាពដើម្បីជៀសវាងការ